ចូលរួមអបអរសាទរចំពោះអ្នកស្រីព្រំចន្ទថាដែលคล้ายពីអ្នកតស៊ូមុខតឡាការដើម្បីយុត្តិធម៌ប្តីរបស់គាត់កូនរបស់គាត់ជាមួយនឹងស្ត្រីដទៃទៀតយើងឃើញហើយកាលពី 4-5 ឆ្នាំមុនស្ត្រីដើរតវ៉ាអំពីបញ្ហាប្តីរបស់គាត់ដែលត្រូវបានតុលាការចាត់ប្រកាន់អញ្ចឹងគឺតែស្ត្រីទេឥឡូវស្ត្រីទាំងអស់នោះគាត់ទៅទីណាឥឡូវនេះយើងឃើញថាគាត់បានចូលរួមជាមួយនឹងគណៈបកកម្លាំងជាតិជាពិសេសអ្នកស្រីព្រំច័ន្ទថាបាទគាត់ខ្លាចទៅជាស្ត្រីហើយអ្វីបានយើងគិតថាគាត់ខ្លាចជាស្ត្រីពីព្រោះគាត់ខ្លាំងគាត់តស៊ូគាត់រឹងមាំគិតដល់ត្រឹមនេះយើងចង់ជម្រាបដែរថាកាលពី20 ឆ្នាំមុន10 ឆ្នាំមុនបាទខ្ញុំធ្លាប់ធ្វើការងារជាមួយនឹងស្ត្រីកាលនោះគឺមេសហជីពសេរីកម្មករដែលល្បីជាងគេគឺស្ត្រីទេបាទមានដឹកនាំសហជីពដំបូងមុនគេគឺអ្នកស្រីអ៊ូម៉ារីបន្ទាប់មកទៀតបាទបានមានលោកជាវិជាតែក្រោយលោកជាវិជាគេបាញ់សម្រាប់ទៅខ្ញុំត្រូវបានគេបោះឆ្នោតឲ្យคล้ายទៅជាមេដឹកនាំសហជីពប៉ុន្តែកាលនោះខ្ញុំបដិសេធដែរខ្ញុំអត់ចង់ដឹកនាំទេខ្ញុំចង់គិតថាស្ត្រីដឹកនាំស្ត្រីល្អជាងកុំឲ្យខ្ញុំបរោះដឹកនាំស្ត្រីរំរងចាក់ចេញមកស្ត្រីច្រើនណាស់ស្ត្រីមែនតើដូច្នេះខ្ញុំមើលឃើញថាចលនាក្នុងឧស្សាហកម្មកាត់ដេរពីមុនគេធ្វើបាបកម្មការិនីលក្ខខណ្ឌការងារក៏មិនប្រសើរគេកេងប្រវ័ញ្ចហើយពួកគាត់សិតសឹងតែជាស្ត្រីតែស្ត្រីទាំងអស់គាត់មានចិត្តក្លាហានគាត់តស៊ូគាត់តវ៉ា 85% នៅក្នុងរោងចក្រសហគ្រាសសិតសឹងតែស្ត្រីដល់ពេលថ្ងៃនេះខ្ញុំនឹកឃើញថាស្ត្រីខ្លាំងឧទាហរណ៍មួយទៅចាបរោះនេះណាមកធ្វើនយោបាយក្តីដូចលោកសុកកំសែងលើកឡើងបានអញ្ចឹងបើសិនជាស្ត្រីអត់បើកភ្លើងខៀវក៏មិនអាចមកធ្វើនយោបាយបានដែរតើតែមានការយល់ព្រមពីស្ត្រីដូច្នេះស្ត្រីគឺជាកម្លាំងចលករមួយខ្លាំងខ្ញុំសូមកោតសរសើរខ្ញុំសូមអបអរសាទរចំពោះការចូលរួមរបស់ស្ត្រីសម្រាប់ថ្ងៃនេះផងដែរបាទជាការពិតនៅទីនេះខ្ញុំធ្លាប់ស្គាល់បងប្អូនជាស្ត្រីមួយចំនួនបាទទី1គាត់និយាយសរសើរក៏ដូចជាការអួតដែរគឺខំតាំងពីមានប្តីមកគាត់ត្រូវការមើលកូនគាត់ត្រូវការមើលជុំវិញផ្ទះរបស់គាត់នឹងបាទគឺខ្ញុំមិនបាច់ធ្វើថាអធិប្បាយព្រោះខ្ញុំមិនមែនស្ត្រីប៉ុន្តែខ្ញុំឃើញគាត់លំបាកខ្ញុំមើលឃើញប្រពន្ធលោកកាត់វិជាមួយបាទគាត់ធ្លាប់ប្រាប់ខ្ញុំការតស៊ូរបស់គាត់បាទរហូតមកដល់ឥឡូវមានកូនប្រមាណមានកូន2បាទមិនមែនទេគាត់ថាមើលកូនផងបាទរកចំណូលផងហើយធ្វើកិច្ចការផ្ទះទៀតសូមសរសើរណាហើយមិនមែនទេទាំងអស់គ្នានឹងស្ត្រីខ្ញុំនិយាយអត់ទេខ្ញុំចូលចក្រានតិចហើយបុគ្គលជនគាត់ស្មើដែរព្រោះគាត់មិនស្ត្រីចឹងគាត់ដើមបាយខ្លួនឯងស្មើស្ត្រីដែរបាទចឹងខ្ញុំលើកឡើងកដៅខ្ញុំមិនមែនម្លងទេណាកន្លែងខ្លះវាមានករណីពិសេសចឹងដែរណាមិនអញ្ចឹងមិនថាគាត់ចេះនិយាយមើលខាងឆ្វេងគាត់អត់មានប្រពន្ធផងឯងបាចទឹកអីមិនដែរបាទអញ្ចឹងសម្រាប់ថ្ងៃនេះសូមផ្ដាំផ្ញើទៀតថាគ្រប់អ្នកដឹកនាំតាមបណ្ដាខេត្តក្រុងរាជធានីស្រុកឃុំបាទសូមឲ្យបើកផ្លូវទៅដល់ស្ត្រីផងបើស្ត្រីឆ្នើម